ខ្ញុំទៅជួឈាមទៅគេថាខ្ញុំនឹងក្លើមជាតិពុលនឹងក្លើមប្រភេទ B បាទខ្ញុំថាដល់ខ្ញុំយំនៅក្នុងទីពេទ្យហ្មងបាទចាពួកខ្ញុំភ័យខ្ញុំខ្លាចស្លាប់បាទខ្ញុំយំដល់ពេលចឹងទៅបានខ្ញុំគ្រូពេទ្យនឹងគេយកគ្រាប់ឈាមខ្ញុំយកឈាមខ្ញុំទៅរាប់ត្រឡប់វិញគេប្រាប់ថាអ៊ំឯងស្លាមប្រភេទ B ហ្នឹងមេរោគអ៊ំឯង9លានអង្គុយចឹងទៅខ្ញុំចុចទូរស័ព្ទចុចទៅឃើញលោកគ្រូទៅពីពេទ្យមួយនៅជើងព្រៃនេះស្គាល់ទេចាក៏មើលទៅខ្ញុំនឹកឃើញថាជំងឺគាត់ចេញចៃមកដូចខ្ញុំបេះដាក់បាទចាអញ្ចឹងក៏ខ្ញុំជំនុំអូនជំនុំប្តីជំនុំបងប្អូនទាំងអស់ថាគួរទៅព្យាបាលឲ្យគូមិនថាមើលព្យាបាលក៏ព្យាបាលចោះតែកុំអាចទិញច្រើនទិញតាមមួយកំប៉ុងសាក់ដល់មើលទៅបាទខ្ញុំគោតេទៅមកអូននឹងអូនតម្លាក់មកកំប៉ុងមកអូនឲ្យដល់ពេលយកមកដាក់លេបបានថាជាមិនតល់អស់កន្លះកំប៉ុងឯងកម្លាំងខ្ញុំឡើងមកហ្មងបាច់ញើសឲ្យស្បែកខ្ញុំលែងស្ងួតលែងអីខ្ញុំស្នាដល់កពីលធៀងកប៉ិតហ្មងខ្ញុំដូចកលាពោះខ្លាំងអញ្ចឹងកូនខ្ញុំទិញលេមកលាបស្ងួតតែលេតែខ្ញុំបានទៅឆ្ងាយទៅគ្រូចានេះខ្ញុំឆាយពីអាទិត្យមុននេះខ្ញុំសួរថាមកគ្រូពេទ្យសុខភាពរបស់ខ្ញុំលោកគ្រូពេទ្យថាសុខភាពអ៊ំបានធូរស្បើយហើយព្រោះថ្លើមក្នុងថ្លើមក៏អត់មានជាតិពុលហើយថ្លើមក៏អត់មានគ្រើមខ្ញុំបញ្ជាក់ប្រាប់បងប្អូនដែលមានរោគដូចខ្ញុំអញ្ចឹងណាសូមឲ្យប្រើលទ្ធផល Viva Plan ហ្នឹងពិតជាដាច់មែនមានពុតហើយក៏អត់មានជួលខ្ញុំដែរខ្ញុំនិយាយតាមរោគរបស់ខ្ញុំចាពួកខ្ញុំជារិសាឆ្នាំហ្នឹងមែនបាទខ្ញុំហ៊ាននិយាយបើខ្ញុំមិនជាខ្ញុំមិននិយាយទេចាជាមែនចា